ហើយអ្វីឧបករណ៍ piano មានឈ្មោះថា piano អញ្ចឹងថ្ងៃនេះយើងនឹងទៅដឹងពីប្រវត្តិនៃឧបករណ៍តន្ត្រីមួយនេះទាំងអស់គ្នាឧបករណ៍ piano គឺជាឧបករណ៍តន្ត្រីដែលមានក្តារសម្រាប់ចុចបង្កើតឡើងដំបូងដោយលោក Bartolomeo Cristofori នៅកំឡុងឆ្នាំ1700នៃប្រទេសអ៊ីតាលីការបង្កើតរបស់លោក Bartolomeo Cristofori គឺជាការវិវត្តពីឧបករណ៍តន្ត្រីមួយយ៉ាងដែលមានក្តារចុចដូចគ្នាឧបករណ៍នោះមានឈ្មោះថា harpsichord មូលហេតុដែលគេបង្កើតឧបករណ៍ harpsichord នេះឡើងគឺដោយសារគេចង់បានឧបករណ៍តន្ត្រីដែលមានសំឡេងកេះខ្សែហើយអាចលេងណោតជាច្រើនក្នុងពេលតែមួយបានដូច្នេះទើបគេបន្ថែមក្តារចុចនៅលើឧបករណ៍ harpsichord នោះមុនពេលដែលមានឧបករណ៍ harpsichord នេះគឺមានឧបករណ៍តន្ត្រីក្តារចុចមួយដែលប្រើប្រាស់បំពង់ខ្យល់ធំៗដើម្បីបន្លឺសំឡេងហើយបងប្អូនតែងតែឃើញឧបករណ៍តន្ត្រីនោះនៅតាមវិហារសាសនាគ្រីស្ទានឧបករណ៍នោះមានឈ្មោះថា organ អញ្ចឹងដោយសារតែគោលគំនិតទាំងអស់នេះហើយទើបនៅដើមសម័យ Renaissance គេបានបង្កើតឧបករណ៍ harpsichord នេះឡើងដំណើរការនៃឧបករណ៍ harpsichord នេះគឺជាដំណភ្ជាប់នៃប្រព័ន្ធមេកានិកដោយការកេះទៅនឹងខ្សែដើម្បីបញ្ចេញសំឡេងនៅពេលដែលយើងចុចទៅលើខ្ទង់នីមួយៗគោលវិបត្តិនៃឧបករណ៍ harpsichord នេះគឺលឺខ្លាំងយើងមិនអាចគ្រប់គ្រងភាពខ្លាំងឬខ្សោយនៃឧបករណ៍នេះបានឡើយដែលពាក្យបច្ចេកទេសគេហៅថា dynamic ទើបបានជាគេបង្កើតឧបករណ៍ clavichord មួយទៀតដែលមានទំហំតូចជាងហើយអាចគ្រប់គ្រង dynamic បានប៉ុន្តែមានសំឡេងខ្សោយពេកដោយដំណើរការនៃឧបករណ៍នេះគឺផ្លាស់ប្ដូរពីការកេះនៃឧបករណ៍ harpsichord មកជាការគោះឬដំដោយបន្ទះដៃម្យ៉ាងវិញដូច្នេះការវិវត្តបែបនេះចេះតែមានរហូតដល់ដើមសតវត្សទី18ទើបលោក Bartolomeo Cristofori មានគំនិតដ៏ឆ្លាតវៃមួយក្នុងការបង្កើតប្រព័ន្ធមេកានិកថ្មីដែលមានឈ្មោះថា escapement action ឬ hammer action ដែលជំនួសពីការកេះដូច harpsichord និងគោះឬដំដូច clavichord គោលបំណងរបស់គាត់គឺរួមផ្សំរវាងឧបករណ៍តន្ត្រី harpsichord ដែលមានសំឡេងខ្លាំងជាមួយនឹងឧបករណ៍ clavichord ដែលអាចគ្រប់គ្រងសំឡេងបានប្រព័ន្ធមេកានិករបស់លោក Bartolomeo Cristofori គឺប្រើញញួរម្យ៉ាងវាទៅលើខ្សែហើយញញួរនោះនឹងធ្លាក់ចុះមកវិញភ្លាមបន្ទាប់ពីវារួចមូលហេតុនេះហើយទើបបានជាគាត់ដាក់ឈ្មោះឧបករណ៍តន្ត្រីនោះដែលអត្ថន័យភាសាអ៊ីតាលីគឺមានន័យថា harpsichord ដែលអាចលេងស្រទន់និងខ្លាំងបានហើយភាសាអ៊ីតាលីគឺមានឈ្មោះថា clavicem barlocol piano e forte ហើយក្រោយមកទៀតដោយសារឈ្មោះនៃឧបករណ៍នេះវែងពេកពិបាកក្នុងការហៅទើបគេកាត់មកខ្លីៗថា piano forte ដែលពាក្យ piano មានន័យថាស្រទន់ឬមួយក៏ស្ងៀមស្ងាត់ហើយពាក្យថា forte បានន័យថាខ្លាំងហើយដល់ពេលយូរក្រោយមកទៀតទើបគេហៅឧបករណ៍នេះថា piano រហូតដល់សប្តាហ៍នេះបើនិយាយពីរូបរាងឧបករណ៍ piano ទៀតសោតគឺមិនមែនលោក Bartolomeo Cristofori បង្កើតឡើងគឺមានរូបរាងបែបនេះទេមានរឿងរ៉ាវជាច្រើនតម្រាប់បានចេញរូបរាងដោយបងប្អូនបានឃើញសប្តាហ៍នេះអញ្ចឹងអរគុណច្រើនអ្នកនរគ្នាសម្រាប់ការតាមដានជួបគ្នានៅក្នុងវីដេអូក្រោយ